កាន់តែរឿងធំមែនទែនហើយអ៊ីរ៉ង់អះអាងពីការតស៊ូសង្គ្រាមជាមួយអាមេរិកបានយ៉ាងតិច6ខែទៀតស្របពេលចិនបោះជំហានថ្មីផ្ដល់គ្រឿងបន្លាស់មីស៊ីលនិងជំនួយហិរញ្ញវត្ថុដល់អ៊ីរ៉ង់ខណៈសង្គ្រាមនៅមជ្ឈមបូព៌ាឆេសសន្ធោសន្ធើប៉ុន្តែលោកប្រធានាធិបតីដូណាល់ត្រាំបានព្រមានថាបើអ៊ីរ៉ង់នៅតែមិនព្រមចុះចាញ់នោះមេដឹកនាំទាំងអស់អាចនឹងស្លាប់ហើយយោធានឹងខ្ទេចខ្ទីគ្មានសល់នៅក្នុងសេចក្តីថ្លែងការណ៍ដ៏គួរឲ្យរន្ធត់មួយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបញ្ជាក់យ៉ាងច្បាស់ថាលោកគ្មានចំណាប់អារម្មណ៍នៅក្នុងការចរចាជាមួយប្រទេសអ៊ីរ៉ង់ឡើយលោកបានបង្ហើបពីលទ្ធភាពដែលសង្គ្រាមនេះនឹងបញ្ចប់ទៅបានលុះត្រាតែអ៊ីរ៉ង់លែងមានកម្លាំងយោធាសម្រាប់ប្រយុទ្ធឬលែងមានឋានៈដឹកនាំណាម្នាក់នៅសេសសល់ដើម្បីកាន់អំណាចថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោកត្រាំបានលើកឡើងថាយុទ្ធនាការវាយប្រហារតាមអាកាសអាចនឹងធ្វើឲ្យការចរចាក្លាយទៅជារឿងឥតន័យប្រសិនបើឋានៈដឹកនាំអ៊ីរ៉ង់ទាំងអស់ត្រូវបានកំទេចលោកបានថ្លែងនៅក្នុងន័យឌឺដងថាដល់ចំណុចមួយខ្ញុំជឿថាប្រហែលជាគ្មាននរណាម្នាក់នៅរស់ដើម្បីហើបមាត់និយាយពាក្យថាសូមចុះចាញ់នោះទេទោះជាយ៉ាងណាខាងភាគីអ៊ីរ៉ង់មិនបានបង្ហាញសញ្ញាទន់ជ្រាយឡើយដោយកងទ័ពបដិវត្តអ៊ីរ៉ង់បានប្រកាសតបតវិញថាខ្លួនបានត្រៀមលក្ខណៈរួចជាស្រេចទៅហើយដើម្បីបន្តសង្គ្រាមដ៏ជូរចត់នេះនៅក្នុងរយៈពេលយ៉ាងហោចណាស់6ខែទៀតនៅក្នុងកម្រិតប្រតិបត្តិការបច្ចុប្បន្នស្របពេលជាមួយគ្នានេះយន្តហោះចម្បាំងអាមេរិកនិងអ៊ីស្រាអែលបានវាយប្រហារទៅលើឃ្លាំងផ្ទុកប្រេងនៅក្នុងរដ្ឋធានីតេអ៊ីរ៉ង់ដែលជាការចាប់ផ្ដើមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់អ៊ីស្រាអែលបានប្រកាសថាខ្លួនបានបើកការវាយប្រហារលើសន្តាគារមាត់សមុទ្រមួយកន្លែងនៅកណ្ដាលទីក្រុងបេរុតដើម្បីតាមសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់អ៊ីរ៉ង់ដែលកំពុងតែលាក់ខ្លួននៅទីនោះប៉ុន្តែមីស៊ីលរបស់អ៊ីរ៉ង់ក៏នៅតែបន្តហោះស្រោចទៅលើអ៊ីស្រាអែលវិញផងដែរដោយធ្លាក់ទៅចំកណ្ដាលប្រទេសអ៊ីស្រាអែលតែម្ដងទោះជាយ៉ាងណាឥឡូវនេះមហាយៈចិនចាប់ផ្ដើមកំរើកហើយចិនបោះជំហានថ្មីផ្ដល់គ្រឿងបន្លាស់មីស៊ីលនិងជំនួយហិរញ្ញវត្ថុដល់អ៊ីរ៉ង់ខណៈសង្គ្រាមមជ្ឈមបូព៌ាឆេសសន្ធោសន្ធើយោងតាមរបាយការណ៍ពីទីភ្នាក់ងារព័ត៌មាន CNN កាលពីថ្ងៃទី6ខែមីនាបានឲ្យដឹងថាប្រទេសចិនកំពុងតែផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ខ្លួនដោយងាកមកផ្ដល់ជំនួយហិរញ្ញវត្ថុគ្រឿងបន្លាស់យោធានិងគ្រឿងបង្គុំមីស៊ីលឲ្យទៅប្រទេសអ៊ីរ៉ង់វិញកន្លងមករដ្ឋធានីប៉េកាំងព្យាយាមគេចចេញពីការលូកដៃដោយផ្ទាល់នៅក្នុងចំនួនប៉ុន្តែមន្ត្រីអាមេរិកកំពុងតាមដានយ៉ាងដិតដល់បំផុតចំពោះសញ្ញានៃការប្រែប្រួលជំហរដ៏គួរឲ្យកត់សម្គាល់នេះក្រៅពីចិនរបាយការណ៍ក៏បានបង្ហើបផងដែរថារុស្ស៊ីបាននឹងកំពុងផ្ដល់ទិន្នន័យសម្ងាត់ពីផ្កាយរណបទៅឲ្យអ៊ីរ៉ង់ដើម្បីតាមដានចលនាទ័ពរបស់អាមេរិកផងដែរទោះជាយ៉ាងណាប្រភពព័ត៌មានបានបញ្ជាក់ថាចិននៅតែមានភាពប្រុងប្រយ័ត្នខ្ពស់នៅក្នុងការផ្ដល់ជំនួយដល់អ៊ីរ៉ង់ព្រោះចំនួននេះអាចនឹងប៉ះពាល់ទៅដល់សន្តិសុខធម្មពលរបស់ខ្លួនដោយសារចិនគឺជាអ្នកបញ្ជាទិញប្រេងដ៏ធំបំផុតពីអ៊ីរ៉ង់ស្របពេលជាមួយគ្នាចិនក៏បានជំរុញឲ្យរដ្ឋធានីតេអ៊ីរ៉ង់ធានាសុវត្ថិភាពនាវាចរតាមច្រកសមុទ្រ Hormuz សម្រាប់ការដឹកជញ្ជូនទំនិញពាណិជ្ជកម្មផងដែរគូបញ្ជាក់ថាចាប់តាំងពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបើកយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំកាលពី2សប្តាហ៍មុនមកមនុស្សជាង 1000 នាក់ទៅហើយត្រូវបានសម្លាប់រួមមានទាំងមេដឹកនាំកំពូលរបស់អ៊ីរ៉ង់គឺលោកអាយ៉ាតូឡាអាលីខាមេនីកុមារីសិស្សសាលាជាង160នាក់និងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូបទៀតជាការឆ្លើយតបអ៊ីរ៉ង់បានបាញ់បង្ហោះដ្រូននិងមីស៊ីលរាប់ពាន់គ្រាប់សម្ដៅទៅរកមូលដ្ឋានទ័ពអាមេរិកស្ថានទូតនិងទីក្រុងនានានៅក្នុងប្រទេសអ៊ីស្រាអែលកាលពីសប្តាហ៍មុនទាហានអាមេរិក6នាក់ត្រូវបានសម្លាប់ប៉ុន្តែអ៊ីរ៉ង់បានអះអាងថាគឺមិនមែន6នាក់ទេគឺច្រើនជាងនេះឆ្ងាយណាស់នៅក្នុងការវាយប្រហារដោយដ្រូនឬក៏មីស៊ីលរបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈមបូព៌ាសង្គ្រាមអ៊ុយក្រែនរុស្ស៊ីកម្ពុជាថៃអ៊ីរ៉ង់អាមេរិកបង្ហាញពីបច្ចេកវិទ្យាចុងក្រោយនិងតាក់ទិកផ្សេងនិងរួមគ្នាការសម្អាតស្តុកអាវុធការបញ្ចេញអាវុធបំពាក់បច្ចេកវិទ្យាចុងក្រោយនិងតាក់ទិកប្រយុទ្ធតាមរបៀបនៃតំបន់នីមួយរបៀបប្រយុទ្ធនៅក្នុងសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីបានប្រើតាក់ទិកសង្គ្រាមចម្រុះគឺទំនើបផងនិងក្លាស៊ីកផងឯអាវុធប្រើត្រឹមបច្ចេកវិទ្យានៅទសវត្សរ៍ទី90នៅឡើយអ្វីត្បិតគេឃើញមានប្រើដ្រូនអត្តឃាតនិងមីស៊ីលលឿនជាងសម្លេងខ្លះក៏ដោយចោះ
ក៏នៅតែឃើញប្រទេសទាំងពីរបានប្រើកម្លាំងថ្មើរជើងជាគោលការណ៍សំខាន់នៅក្នុងការវាយដណ្ដើមទីតាំងគ្នាឯអាវុធទំនើបប្រើសម្រាប់តែវាយប្រហារពីចម្ងាយសម្ដៅបំផ្លាញភាពរឹងមាំរបស់សត្រូវជាបឋមប៉ុណ្ណោះនោះគឺជាគោលការណ៍នៃសង្គ្រាមក្លាស៊ីកឯសង្គ្រាមកម្ពុជាថៃវិញស្ថិតនៅក្នុងដំណាក់កាលនៃការសម្អាតស្តុកអាវុធនៅសម័យសង្គ្រាមត្រជាក់ទាំងស្រុងក្នុងដំណាក់កាលសង្គ្រាម5ថ្ងៃដំបូងដែលកម្ពុជាមានព្រៀបទាំងស្រុងលើការវាយលុកដ៏កម្រោលនិងប្រមាថពីទាហានថៃនិងមានការប្រែប្រួលខ្លះដោយសារតែថៃបានប្រើអាវុធសាហាវដូចជាគ្រាប់បែកចង្កោមនិងអាវុធគីមីពុលបញ្ចេញពីយន្តហោះនិងការប្រើយន្តហោះប្រយុទ្ធ F16 នៅនាទីចុងក្រោយនៅក្នុងសង្គ្រាមលើកទី2រយៈពេល21ថ្ងៃដែលដែនអាកាសកម្ពុជាមានលក្ខណៈចំហចោលទាំងស្រុងគ្មានឧបសគ្គដល់កងទ័ពអាកាសថៃទាល់តែសោះតែបើគិតពីកម្លាំងវាយលុកនិងទប់ទល់គ្នាកងទ័ពកម្ពុជាផ្នែកថ្មើរជើងប្រយុទ្ធបានល្អណាស់ធ្វើត្បិតចុងក្រោយព្រមដកថយនិងអនុវត្តបទជបាញ់ជាបណ្ដោះអាសន្នដល់សប្តាហ៍ថ្ងៃនេះក៏ដោយនោះអាចហៅថាកងទ័ពកម្ពុជាចាប់ផ្ដើមមានភាពស៊ាំជាមួយនឹងទាហានថៃហើយដែលពីមុនមកគ្មាននរណាជឿថាអាចធ្វើបែបនេះបាននោះទេឯសង្គ្រាមរវាងអ៊ីរ៉ង់និងអាមេរិកគឺជាសង្គ្រាមបច្ចេកវិទ្យាចុងក្រោយទាំងអស់គ្នារវាងមហាអំណាចសកលលោកនិងតំបន់នោះគឺការចាប់អារម្មណ៍របស់អ្នកឯកទេសពិភពដែលសង្កេតឃើញថាអ៊ីរ៉ង់ឈានបានឆ្ងាយនៅក្នុងបច្ចេកវិទ្យាចុងក្រោយក្នុងការបំពាក់លើក្បាលគ្រាប់គ្រប់ប្រភេទរបស់ខ្លួននោះគឺបច្ចេកវិទ្យា3ក្នុងក្បាលគ្រាប់តែមួយនោះគឺបច្ចេកវិទ្យាកំណត់ភូមិសាស្ត្រ GPS បច្ចេកវិទ្យារំញោចគេចចេញពីកម្លាំងម៉ាហ្នេទិកបុកទង្គិចហៅថា sensor ធ្វើឲ្យក្បាលគ្រាប់របស់អ៊ីរ៉ង់អាចគេចចេញពីគ្រាប់រ៉ុកែតបាញ់ស្កាត់នៃអាវុធ Patriot របស់អាមេរិកបានយ៉ាងមានប្រសិទ្ធភាពនិងទី3បច្ចេកវិទ្យាតម្រង់ទិសដៅឡើងវិញបន្ទាប់ពីគេចចេញពីកម្លាំងដែនម៉ាញេទិកបុកទង្គិចរួចមកហើយសម្រាប់បានការកំទេចគោលដៅដែលបានកំណត់រួចជាស្រេចពេលបាញ់ចេញមកជាលទ្ធផលបណ្ដាគោលដៅយោធាធំៗរបស់អាមេរិកបារាំងអ៊ីស្រាអែលនៅតំបន់មជ្ឈិមបូព៌ាត្រូវបានកំទេចរៀបដល់ដីបានដោយដែលអាមេរិកវាយសន្ធាប់លើអ៊ីរ៉ង់ដែរអ្វីដែលឆ្ងល់នោះគឺបច្ចេកវិទ្យានេះមិនទាន់ឃើញប្រើនៅក្នុងសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីនោះទេតែបើជាឃើញអ៊ីរ៉ង់ប្រើមុនគេនិងបន្ទាប់មកគេដឹងថាកូរ៉េខាងជើងក៏មានអាវុធប្រើបច្ចេកវិទ្យាបែបនេះដែរតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិនានាលំអិតបន្ថែមអំពីសមត្ថភាពប្រយុទ្ធរបស់អ៊ីរ៉ង់បញ្ជាក់ពីសមត្ថភាពតស៊ូប្រយុទ្ធយ៉ាងតិច6ខែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាដែលបញ្ឆេះឡើងដោយអាមេរិកនិងអ៊ីស្រាអែលបានឈានចូលដល់ថ្ងៃទី9ហើយទោះបីជារងគ្រាប់ផ្លោងយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅហើយក្តីក៏ក្រុមកងឆ្មាំបដិវត្តអ៊ីរ៉ង់បញ្ជាក់ថាខ្លួននៅមានសមត្ថភាពនិងលទ្ធភាពតស៊ូប្រយុទ្ធបានយ៉ាងតិច6ខែទៀតចំណែកឯអ៊ីស្រាអែលប្រកាសជីករំលើងឬគាស់របបដឹកនាំអ៊ីរ៉ង់បើពិនិត្យទៅលើកម្រិតសន្ទុះសង្គ្រាមសប្តាហ៍ថ្ងៃអ៊ីរ៉ង់អាចនឹងមានសមត្ថភាពលទ្ធភាពប្រយុទ្ធដ៏ខ្លាំងក្លានៅក្នុងរយៈពេលយ៉ាងហោចក៏6ខែដែរនេះបើយោងតាមលោកអាលីម៉ូហាម៉េតណៃនីអ្នកនាំពាក្យនៃកងឆ្មាំបដិវត្តអ៊ីរ៉ង់ដោយបញ្ជាក់ទៀតថាអ៊ីរ៉ង់បានបាញ់ត្រូវចំមូលដ្ឋានយោធាសត្រូវអាមេរិកនិងអ៊ីស្រាអែលចំនួនជាង200កន្លែងដោយគិតចាប់ពីសង្គ្រាមបានផ្ទុះឡើងនៅថ្ងៃសៅរ៍ទី28ខែកុម្ភៈមកជុំវិញរយៈពេលច្បាំងគ្នានេះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំធ្លាប់អះអាងកាលពីថ្ងៃទី3មិនិនាថាអាមេរិកបន្តវាយប្រហារអ៊ីរ៉ង់រយៈពេល1ខែឬអាចច្រើនជាងនេះប្រសិនបើចាំបាច់ក្រៅពីបាញ់មីស៊ីលចេញពីនាវាចម្បាំងលោកត្រាំក៏បានប្រមានប្រើកងទ័ពជើងទឹកដើម្បីវាយលុកលើអ៊ីរ៉ង់តែម្ដងផងដែរចំណែកសម្ព័ន្ធមិត្តអាមេរិកលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្រកាសបន្ថែមថាអ៊ីស្រាអែលនឹងធ្វើសឹកចម្បាំងឲ្យពេញទំហឹងដើម្បីផ្ចាញ់អ៊ីរ៉ង់ហើយការវាយសម្រុកនេះទៀតសោតត្រូវធ្វើឡើងប្រកបដោយយុទ្ធសាស្ត្រយ៉ាងម៉ត់ចត់នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃសៅរ៍ទី7ខែមិនិនាប្រមុខដឹកនាំអ៊ីស្រាអែលបានប្រើពាក្យសម្ដីគំរាមធ្ងន់ធ្ងរថាត្រូវជីករំលើងឫសគល់របបដឹកនាំអ៊ីរ៉ង់ពាក្យជីករំលើងឫសគល់នេះធ្លាប់ត្រូវបាននេតាន់យ៉ាហ៊ូប្រើសម្រាប់កំទេចពួកប្រដាប់អាវុធហាម៉ាស់ក្នុងសង្គ្រាមកាហ្សាតាំងពីផ្ទុះសង្គ្រាមអ៊ីរ៉ង់9ថ្ងៃមកទ័ពអាមេរិករួមនឹងទ័ពអ៊ីស្រាអែលបន្តវាយប្រហារផ្លូវអាកាសយ៉ាងរន្ធើនលើប្រទេសអ៊ីរ៉ង់ក្នុងនោះអាមេរិកបាញ់ផ្លោងចំនួនជាង 3000 លើក
ហើយអ៊ីស្រាអែលបាញ់ផ្លោងជាង 3,400 លើកដោយបូកទាំងការបាញ់ប្រហារទៅលើលីបង់ផងក្នុងប្រតិបត្តិការយោធាពីថ្ងៃសៅរ៍ទី 7 ខែមិនិនាអ៊ីស្រាអែលបានបាញ់គំទេចសន្តាគារមួយនៅក្នុងប្រទេសលីបង់ដោយបានអះអាងថាមានក្រុមមេដឹកនាំនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់កំពុងស្នាក់នៅអាជ្ញាធរលីបង់បានបញ្ជាក់នៅថ្ងៃអាទិត្យទី 8 មិនិនាថាមានស្លាប់មនុស្សយ៉ាងតិច 4 នាក់នៅសន្តាគារក្នុងទីក្រុងបេរុតហើយជាង 10 នាក់ទៀតស្លាប់ក្រោមគ្រាប់ផ្លោងអ៊ីស្រាអែលនៅខេត្តផ្សេងទៀតរបស់លីបង់នៅប្រទេសអ៊ីរ៉ង់ថ្ងៃសៅរ៍ដដែលក្រៅពីបាញ់ផ្លោងចំកន្លែងជំរំមូលដ្ឋានយោធាទ័ពអាមេរិកវាយប្រហារទៅលើទីតាំងស្តុកប្រេងអ៊ីរ៉ង់យ៉ាងហោច 4 កន្លែងនៅក្នុងទីក្រុងតេហេរ៉ង់និងជុំវិញរដ្ឋធានីអាជ្ញាធរអ៊ីរ៉ង់បានបញ្ជាក់ថានេះគឺជាការវាយប្រហារលើកដំបូងទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលពីសំណាក់អ៊ីស្រាអែលនិងអាមេរិកគូកត់សម្គាល់ថារដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោនមិនចង់ឲ្យកងកម្លាំងប្រដាប់អាវុធប្រឆាំងក្នុងស្រុកអ៊ីរ៉ង់ងើបបះបោរឡើយថ្លែងប្រាប់អ្នកកាសែតក្នុងយន្តហោះប្រធានាធិបតី Air Force One នាថ្ងៃសៅរ៍ទី 7 ខែមិនិនាលោក Donald Trump បានលើកឡើងថាអាមេរិកមិនចង់ឲ្យពួកប្រដាប់អាវុធជនជាតិភាគតិចខឺតនៅអ៊ីរ៉ង់ងើបឈរតស៊ូប្រឆាំងរដ្ឋអំណាចតេហេរ៉ង់នោះទេត្បិតថាលោកមិនចង់ឲ្យសង្គ្រាមកាន់តែចាក់ស្រេះស្មុគស្មាញខ្លាំងប្រឈមមុខនឹងស្ថានភាពកាន់តែក្តៅគគុកបណ្ដារដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសសម្ព័ន្ធមិត្តអារ៉ាប់ត្រូវជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូពីចម្ងាយនៅថ្ងៃអាទិត្យទី 8 ខែមិនិនានេះដើម្បីពិភាក្សាគ្នាអំពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើប្រទេសជិតខាងផ្ទុយពីប្រធានាធិបតីអ៊ីរ៉ង់ដែលបានចេញមុខសុំទោសប្រទេសជិតខាងមេដឹកនាំប្រព័ន្ធយុត្តិធម៌អ៊ីរ៉ង់លោក Ghulam Hussein Mohseni EJ បានបញ្ចេញយោបល់ថាការដែលកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាញ់ផ្លោងទៅលើប្រទេសជិតខាងគឺជារឿងជៀសមិនផុតហើយអ៊ីរ៉ង់នៅតែបន្តបាញ់ផ្លោងថែមទៀតពីព្រោះប្រទេសជិតខាងទាំងនោះបានយល់ព្រមឲ្យសត្រូវរបស់អ៊ីរ៉ង់គឺអាមេរិកនិងអ៊ីស្រាអែលប្រើប្រាស់ទឹកដីដើម្បីវាយប្រហារអ៊ីរ៉ង់